សូមក្រាបថ្វាយបង្គំព្រះគុណម្ចាស់គ្រប់ព្រះអង្គនិងសូមគោរពជំរាបសួរទៅកាន់ទស្សនិកជនទាំងអស់ដែលតែងតែទស្សនានិងគាំទ្រការផ្សាយព័ត៌មានពុទ្ធសាសនា BCU ខ្ញុំប្រកាសថាសូមក្រាបថ្វាយបង្គំលោកតាសូមអរព្រះគុណលោកតាខ្លាំងមែនទែនដែលបានដល់កិច្ចសម្ភាសសម្រាប់សារព័ត៌មានពុទ្ធសាសនា BCU លោកតាខ្ញុំប្រកាសថាសង្កេតតាមដានស្រាវជ្រាវនិងចូលចិត្តមែនទែនទៅលើប្រវត្តិនៃការតស៊ូរបស់លោកតាតាំងតាពីលោកតានៅជារដ្ឋមន្ត្រីក្រសួងអប់រំហើយនៅក្នុងនោះខ្ញុំប្រកាសថាផ្ទាល់សញ្ញាបត្រហ្នឹងក៏មានសរសេរសញ្ញេដោយរបស់លោកតាកុលភេទដែរហើយលោកតាខ្ញុំកណាចង់សួរសំណួរសាមញ្ញមួយថាតើមានហេតុផលអ្វីដែលឲ្យលោកតាចូលចិត្តព្រះពុទ្ធសាសនារហូតដល់សម្រាប់ចិត្តសាងព្រះនោះនៅជនច្រើនដល់ម្ល៉េះហើយទៀតចា៎ពិបាកឆ្លើយយោមប៉ុន្តែធម្មតាបើយើងនិយាយតាមធម៌របស់ព្រះសម្មាសម្ពុទ្ធកណាមនុស្សម្នាក់ដែលកើតមកគឺមានកម្មចាស់កណាហើយនឹងមកបូកជាមួយកម្មថ្មីកណាកម្មនេះបានសេចក្តីថាទាំងកុសលកម្មទាំងអកុសលកម្មបើនិយាយតាមសាមញ្ញថាបុណ្យចាស់បាបចាស់មកជាមួយគ្នាកណាពេលដែលយើងមកកើតជាតិថ្មីទៀតគឺមានបុណ្យចាស់នាំមកហើយនឹងប៉ះពាល់នឹងសង្គមរបស់យើងបណ្ណាការដែលកើតមករុញយើងមកឲ្យកើតក្នុងគ្រួសារឬក៏ទីណាដែលត្រូវចំណងរបស់យើងពីជាតិមុនមកកណាអញ្ចឹងមនុស្សម្នាក់ដែលកើតនៅទីណាដោយសារបុណ្យនឹងរុញមកកណាទៀតចា៎ដូចជាអាត្មាភាពមកកើតនៅក្នុងគ្រួសារមួយដែលឪពុកជាអ្នកបង្រៀនអភិធម្មកណាហើយតាំងពីតូចមកអាត្មាឃើញតែគាត់ធ្វើការជាមួយព្រះសង្ឃលោកពងាព្រះសង្ឃយកព្រះសង្ឃមកដាក់ពេញផ្ទះកណាហើយអាត្មាជាកូនក្មេងក៏ចាប់ស្រឡាញ់គឺតាមដល់ធរខាងសិលហ្នឹងប៉ុន្តែมันបានបួសពីក្មេងបួសដែរបួសពីក្មេងបួសតិចបួសបាន2ថ្ងៃទៀតបួសគេហៅថាបួសមុខភ្លើងជាសពម្ដាយកណាកាលនោះម្ដាយគាត់ចាស់ឋានអាត្មានៅក្មេងដែរអាយុ18ឆ្នាំបួសបាន2ថ្ងៃហើយគាត់រវល់ទៅសិក្សាច្រើនពេកកណាសិក្សាខាងផ្លូវលោកនឹងវាច្រើនទៅសិក្សានៅអាមេរិកហើយទៅសិក្សានៅស្រុកបារាំងចេញពីស្រុកបារាំងទៅអាមេរិកមួយក៏ធ្វើការនៅនោះឯសោកគ្រប់ទៅរវល់ខាងលោកីហ្នឹងវាច្រើនហើយចិញ្ចឹមចិត្តមួយថាចង់បួសសាងភ្នោះកណាស្រាប់តែថ្ងៃមួយវាដល់ពេលវេលាដល់ពេលអាយុមើល91ហើយអូលោកតាបញ្ជន91ហើយទៀតចា៎កណាចូលឆ្នាំថ្មីនេះ92កណាអញ្ចឹងក៏ញាក់អីអ្វីដែលប្រាថ្នាអត់បានធ្វើកណាអញ្ចឹងក៏តែចិត្តថាទោះបីយឺតយ៉ាងណាក៏មកត្រូវតែសាងនោះលោកតាខ្ញុំកណាសូមទាញត្រឡប់ទៅក្រោយបន្តិចដោយសារតែលោកតាស្ថិតនៅក្នុងគ្រួសារអ្នកធម៌អ្នកអាអ្នករៀនអ្នកសូត្រ